សួស្តីបងប្អូនអរគ្នាថ្ងៃនេះខ្ញុំនាំបងប្អូនយើងមកមើលដំណើរកម្សាន្តទៅខាងសួនផ្កាធូលីកនៅខាងអាសានសម្រាប់បងអ្នកដែលគាត់ចង់ទៅលេងនៅនឹងដែរបងអាចមើលអាស័យដ្ឋាននៅក្រោមវីដេអូនេះបានបើពីផ្ទះខ្ញុំទៅខាងអាសានហ្នឹងយើងចំណាយពេលប្រហែលជា1ម៉ោងជាងហើយខ្ញុំទៅនេះទៅជាធីមគ្នាប្រហែលជា5-6នាក់កន្លែងដែលខ្ញុំទៅនេះមានឈ្មោះថា Pina Calendar Sumokwan ខ្ញុំទៅនេះអត់សូវបានថតរូបច្រើនទេបើអ្នកដែលគាត់ប្រកែថតរូបទៅដឹងតែអត់ខុសហ្មងសម្រាប់បងអ្នកដែលគាត់ចង់ថតរូបត្រូវទៅឲ្យទាន់រដូវផ្កាធូលីកនេះព្រោះសម្រាប់រដូវគឺគេមានកំណត់រយៈពេលដែរគេកំណត់ពីខែ3ថ្ងៃទី22ដល់ខែ5ថ្ងៃទី25ហើយនៅនឹងមិនត្រឹមតែថតរូបចេញមកស្អាតទេទេសភាពក៏ស្អាតដែរគ្រាន់តែ voice over វីដេអូខ្លួនឯងក៏ចង់ទៅលេងនៅនឹងម្ដងទៀតដែរថ្ងៃដែលខ្ញុំទៅហ្នឹងគឺជាថ្ងៃធម្មតាប៉ុន្តែមនុស្សគឺច្រើនខ្លាំងមែនតើសម្រាប់អ្នកដែលគាត់ចង់ទៅពេលដែលអត់សូវមានមនុស្សគួរតែទៅថ្ងៃធម្មតាព្រោះថ្ងៃចុងសប្តាហ៍នឹងតែមនុស្សណែនពេញហ្មងមើលសួនកាធូលីកនេះហើយសម័យដូចខ្លួនឯងនៅក្នុងរឿងតុក្កតាអញ្ចឹងមួយណាគេអត់ដឹងហើយបើជាមួយខ្ញុំគឺថាឃើញសួនកាធូលីកចេះហើយដឹងតែស្លៀករ៉ូបព្រះនាងទៅហ្មងសម្រាប់បងអូនដែលទៅលេងកុំភ្លេចនាំដៃគូទៅជាមួយផងឲ្យគេជួយថតរូបឲ្យយើងហើយបើទៅមួយ best friend យើងហត់តែអែមហ្មងតាមពិតនៅក្នុងប្រទេសកូរ៉េគឺសម្បូរកន្លែងដើរលេងឲ្យតែយើងប្រសពរកកន្លែងហើយខ្ញុំមួយពួកម៉ាក់ខ្ញុំនេះគឺស្ដាច់ហើយអ្នកអរឃើញខ្ញុំដើរលេងហ្នឹងតាមពិតពួកខ្ញុំក៏ធ្វើការដែរគាត់ថាយើងសម្រាកអញ្ចឹងយើងក៏ណាត់គ្នាទៅដើរលេងទៅព្រោះឥឡូវអត់តខ្លួនឯងនៅស្លៀកពាក់កៅអៅស្អាតបានតខ្លួនឯងនៅថតរូបចេញមកស្អាតក៏ឆ្លៀតពេលដើរលេងទៅព្រោះថាបរងចាំឲ្យខ្លួនឯងតនេហ្មងមិនដឹងថាតនេពេលណាទេហើយមិនប្រកាសថាពេលដែលយើងតនេហ្នឹងយើងមានកម្លាំងដើរលេងឬមួយក៏អត់ទេព្រោះគាត់តែភ្លេចខ្លួនណាខ្ញុំឥឡូវអាយុ32ឆ្នាំបាត់ហើយអាយុតិចច្រើនណាវាគ្រាន់តែជាតួរលេខទេប៉ុន្តែបើច្រើនខ្លាំងពេកខ្លាចថាចង់ស្លៀករ៉ូបខ្លីៗប៉ោងហើយទៅដើរក្នុងសួនផ្កាវាអត់ស៊ីឥឡូវនៅតខ្លួនឯងហ៊ានស្លៀករ៉ូបប៉ោងដើរក្នុងសួនផ្កាអីចេះតែសង្វាត់ដើរលេងទៅនិយាយលេងនិយាយសើចអីពេលវេលាពិតជាដើរលឿនមែនតើខ្ញុំភ្លេចខ្លួនអត់នឹកឃើញថាខ្លួនឯងអាយុច្រើនអញ្ចឹងណានៅតែសម័យថាខ្លួនឯងទៅតែអាយុ20ឆ្នាំជាងតិចតួចទេអញ្ចឹងហើយបងអូនស្រីតខ្លួនឯងនៅយ៉ាងក្មេងនៅយ៉ាងស្អាតថតរូបចេញមកស្អាតអីប្រញាប់ទៅដើរលេងឲ្យហើយមិនតែថាយើងអាយុច្រើនតែយើងដើរលេងអត់បានទេដើរលេងបានគ្រាន់តែថាពេលខ្លះកន្លែងដែលយើងចង់ទៅនឹងកៅអៅដែលយើងចង់ស្លៀកហ្នឹងវាអត់ស៊ីជាមួយនឹងយើងមកឥឡូវបើមើលវីដេអូនេះហើយចាំប្រញាប់នាំគ្នាទៅដើរលេងឲ្យហើយតនផ្កាធូលីកនៅរីកស្អាតហើយពេលទៅហ្នឹងខ្ញុំឲ្យធីបបន្តិចចាស់ស្លៀករ៉ូបពណ៌សថតចេញមកដឹងតែឆ្លុះផុសឃើញយើងស្អាតហ្មងពុននៅហ្នឹងផ្កាធូលីកពណ៌ស្រស់ខ្លាំងមែនតើឥឡូវវីដេអូទៅដើរលេងជួបផ្កាធូលីករបស់យើងចាប់តែប៉ុណ្្នឹងហើយសម្រាប់បងអ្នកដែលគាត់ចង់ support ខ្ញុំកុំភ្លេចជួយកក់បែបថ្មីកក់បែបកែ support ជាមួយនឹងខ្ញុំផងហើយអ្នកដែលគាត់មានចម្ងល់ពាក់ព័ន្ធជាមួយនឹងការព្យាបាលសុខភាពមាត់ធ្មេញអីផ្សេងបងអាចធ្វើការឆាតមកសាកសួរព័ត៌មានបន្ថែមបានអរគុណច្រើនមែនតើសម្រាប់ការជួយមើលវីដេអូរបស់ខ្ញុំកន្លងមកកុំភ្លេចជួយ share ចែកគ្នាម្នាក់មួយផងហើយ share location ទុកទៅដើរលេងណាបាយបាយជួបខ្ញុំនៅវីដេអូក្រោយទៀត